តនេះអាចចូលស្ពីគ្រាន់តែនៅក្នុងព្រឹត្តិការណ៍ FIFA World Cup គឺត្រូវបានគេនិយាយឌឺដងរើសអើង2លើកដែលសកម្មភាពទាំងអស់ហ្នឹងគឺថតជាប់ដោយកាមេរ៉ាទាំងអស់យកហ្មងហើយឥឡូវនេះផងដែរខាង FIFA World Cup គេកំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងមួយហ្នឹងបានមកចត់មែនដែរអញ្ចឹងមកសម្រាប់ទី1ហ្នឹងគឺការមានឡើងកំឡុងពេលនៃការប្រកួតគ្នារវាងក្រុម Argentina ប៉ះគ្នាជាមួយនឹងក្រុម Cape Verde ដែលមាននារីម្នាក់នោះគឺគាត់បានប្រើពាក្យសម្ដីបែបថាឌឺដងនិយាយមើលងាយទៅកាន់ Aisha Speed ហើយបញ្ចប់ប្រយោគរបស់គាត់ហ្នឹងជាមួយនឹងពាក្យថា FU ដែលពាក្យសម្ដីទាំងអស់ហ្នឹងគឺអត់សមរម្យនៅក្នុងការនិយាយសោះតែម្ដងហើយចំណែកឯទី2វិញគឺការមានឡើងកំឡុងពេលនៃការប្រកួតគ្នារវាងក្រុម Argentina ប៉ះគ្នាជាមួយនឹងក្រុម Egypt ដែលមានគាត់មួយនោះគឺបានធ្វើកាយវិការរបស់គាត់បែបជាសត្វស្វាដែលចង់បង្ហាញថា Aisha Speed ហ្នឹងជាសត្វស្វាអញ្ចឹងទៅអានេះខ្ញុំគាត់តែបញ្យល់ហើយខ្ញុំចង់ថាមិនមានតែប៉ុណ្ណឹងណាអ្នកដែលជា fan គ្រប់តរទៅកាន់ខាង Argentina មួយចំនួនតូចហ្នឹងគឺនាំគ្នាធ្វើសកម្មភាពមួយដែលលើសខ្លាំងមែនទេនាំគ្នាយកស្រាហ្នឹងគប់ពេញកន្លែងមួយហ្នឹងហើយសល់ចំអកដាក់ទៅកាន់ក្រុមគូប្រកួតដាក់ទៅកាន់ខាង Egypt ហ្នឹងហើយមួយវិញទៀតគឺមនុស្សមួយចំនួនតូចគឺបាននាំគ្នាលើកទង់ជាតិអ៊ីស្រាអែលបង្ហាញចំយកហ្មងយ៉ាងសកម្មភាពទាំងអស់ហ្នឹងគឺបង្ហាញអំពីការមិនគោរពការរើសអើងវាជាមួយដែលមិនគួរកើតមានសោះហ្មងនៅក្នុង World Cup និយាយមែន